ជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរថាដឹកនាំទាំងពីរខ្ញុំសូមលើកវីដេអូសារព័ត៌មានធ្វើការបម្រើណែ K01 នេះមកបកស្រាយបន្តិចសូមទេសនាដូចតទៅទៀតណាសូមអរគុណសូមគ្រប់ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនបាទជាទីគោរពបាទជាទីស្រឡាញ់បាទខ្ញុំបាទបាទជេមបាទអ្នកយកបាទព័ត៌មានប្រចាំនៅអង្គភាពបាទរៀលជាមួយនឹងក្រុមការងារបាទថ្ងៃនេះបាទថ្ងៃទី30ខែមិថុនាឆ្នាំ2026ប្រិយមិត្តក៏បានដឹងហើយអំពីបញ្ហាអំពីលោក K01 បាទផ្ទុះប្រតិកម្មពីពេញបណ្ដាញសង្គមនោះគឺដោយសារតែកាយវិការរបស់គាត់បាទពិបាកមើលតែអ្វីដែលសំខាន់បាទបងប្អូននៅទីនេះបញ្ជាក់ថាគឺដោយសារតែចិត្តរបស់គាត់ហ្នឹងចង់ឲ្យបងប្អូនហ្នឹងល្អបាទឲ្យបងប្អូននឹងដឹងខុសដឹងត្រូវហើយក្នុងនោះផងដែរលោក K01 ក៏ត្រូវបានឆ្លើយបំភ្លឺនៅស្នងការនគរបាលយើងនៅនេះតែម្ដងនៅខាងបាទផ្លូវជាតិសភារាឥឡូវនេះបងប្អូនទាំងអស់ក៏បានមកគ្រប់គ្រងបាទចំពោះបាទលោកប៉ា K01 ចង់ដឹងថាសុខទុក្ខយ៉ាងណាហើយការឆ្លើយបំភ្លឺនឹងចេញម៉ោងម៉ានអីម៉ោងម៉ានមុននឹងទៅសភាបាទលោក K01 យើងសូមសភាបងប្អូនបន្តិចសិនអំពីបញ្ហាដែលបងប្អូនធ្លាប់ជួបក្នុងការរស់នៅប្រចាំថ្ងៃនៅបាទជាមួយលោក K01 ផងដែរបាទជំរាបសួរអីបាទតើទូជាងគេមានទូជាឈ្មោះអីអូនណាឈ្មោះសេងយូអ៊ីបាទរស់នៅភូមិណាឃុំណាដែរស្រុកបរសាទខេត្តកំពង់ស្ពឺរស់នៅកំពង់ស្ពឺបាទចិត្តនេះទេបាទហើយមកនៅជាមួយលោក K01 ហ្នឹងយ៉ាងម៉េចដែរបានមកនៅទីនេះមកនៅហ្នឹងដើម្បីអីដើម្បីអនាគតយើងហើយគ្រួសារមានមុខមានមាត់បាទបានន័យថាមករស់នៅទីនេះទី1ភាសាគ្រឿងញៀនជាមួយគាត់បាទហើយពីមុនជាអ្នកប្រើប្រាស់គ្រឿងញៀនបាទហើយការប្រើប្រាស់គ្រឿងញៀនហ្នឹងមានអ្នកអូសទាញឬក៏ប្រើប្រាស់ខ្លួនឯងចង់ពាក្យចង់សាកចង់ដឹងចាំបានអាយុអ្វីរបស់យើងចង់សាកចង់ដឹងនៅក្រៅពេលញៀនហើយអ្នកណាដែលអ្នកពិបាកមើលការខុសត្រូវរបស់បងប្អូនម្ដាយឬក៏មិនខ្លួនឯងចុះឪពុកម្ដាយគិតយ៉ាងម៉េចទេនៅបងអូនដែលញៀនបាទគាត់ពិបាកចិត្តនឹកឃើញអីដែលយកបងអូនប្រុសមកផ្ញើជាមួយលោក K01 គាត់នឹកឃើញអីគាត់ទុកចិត្តដែរបាទទុកចិត្តហើយនៅពេលដែលបងអូនមកស្នាក់នៅជាមួយលោក K01 ហើយការរស់នៅយ៉ាងម៉េចដែរប្រចាំថ្ងៃហូបចុកគ្រប់គ្រាន់ទេគ្រប់បាទមានការបិទសិតអីទេអត់ទេអញ្ចឹងបានន័យថាគាត់ល្អបាទអាហារក្នុងមួយថ្ងៃ3ពេលបាទរហូតដល់ពេលនេះបងអូនផ្ដាច់គ្រឿងញៀនហើយដាច់បាត់ហើយបាទហើយមានអីឆ្លើយតបចំពោះគាត់នឹងជូនពរទៅឪពុកម្ដាយថាកូននៅពេលនេះកូននៅជាមួយលោក K01 បានផ្ដាច់ហើយសុខភាពកូនល្អទេមានអីផ្ដាំផ្ញើនឹងសុំទោសគាត់ទេកូនពីមុនកូនសុំទោសគាត់លើដៃទៅផ្ទះតិចដែរបាទសុំទោសយ៉ាងម៉េចប្រព្រឹត្តយ៉ាងម៉េចខុសកូនកម្មនឹងអីបាទខុសខ្លាំងបាទក្រៅពីបាននៅជាមួយលោក K01 កូនបានកែអស់ហើយបាទហើយគាត់សប្បាយចិត្តបាទអញ្ចឹងបានន័យថាលោក K01 ជាមនុស្សល្អឬក៏អាក្រក់ល្អបាទអរគុណបងអូនបាទអរគុណប្រិមត្តនេះគឺឆ្លើយបាទអាកូនត្រេនបាទប្រិមត្តកូនត្រេនបាទតែចង់សាកចង់ដឹងចង់យល់អំពីអ្វីដែលថ្មីរបស់យុវវ័យរបស់យើងបាទគ្រឿងញៀននេះយើងកុំប៉ះកុំពាល់កុំសានៃការអូទាញពីមិត្តភក្តិយ៉ាងណាក៏ដោយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនឥឡូវយើងជួបជាមួយអូននេះម្ដងបាទជំរាបសួរអូនបាទជំរាបសួរឈ្មោះអីអូនឈ្មោះអីខ្ញុំឈ្មោះច័ន្ទតារារស់នៅភូមិឃុំអីដែរបងរស់នៅឃុំរកាពោះស្រុកស្អាងខេត្តកណ្ដាលបាទមូលហេតុអីបានមកនៅស្នាក់នៅជាមួយលោក K01 អូនបន្តិចកម្រិតបាទមូលហេតុអីបានមកនៅស្នាក់នៅជាមួយលោក K01 ចង់កែប្រែខ្លួនពីមុនយ៉ាងម៉េចដែរបានចង់កែប្រែខ្លួនប្រើប្រាស់គ្រឿងញៀនដែរឬក៏យ៉ាងម៉េចអត់ទេពីមុនអត់ដែរប្រើប្រាស់តែធ្លាប់ដើរលេងអត់ប្រយោជន៍អញ្ចឹងតែចង់មកដល់ឲ្យប៉ា K01 ភ្លាមគឺគាត់កែប្រែខ្ញុំបានច្រើនខ្ញុំពីមុនឥឡូវវាខុសគ្នាបាទអញ្ចឹងបានន័យថាពីមុនបងអូនដើរលេងអត់មានស្ដាប់ដំបូងមានឪពុកម្ដាយទេអត់រៀនសូត្រទេក្រោយពីចង់កែប្រែខ្លួនឯងឲ្យល្អប្រសើររស់នៅជាមួយលោក K01 ក្នុងការរស់នៅជាមួយលោក K01 ហ្នឹងលោក K01 អាក្រក់ទេអត់ដែរអាក្រក់គាត់ទូមានល្អរហូតមកដល់ពេលនេះបងអូនមានទំនុកចិត្តប្រមាណដែរថាបងអូនកែប្រែខ្ញុំមានទំនុកចិត្តខ្ញុំ1000 លើ1000ហើយមកទីនេះមានបង្រៀនបច្ចេកទេសអីបង្រៀនចំណេះដឹងអីទេពីលោក K01 មានបង្រៀនភាសារៀនបើកបររៀនកាត់វីដេអូរៀនលក់ដីលក់អចលនៈទ្រព្យបាទហើយក្នុងនោះផងដែរហើយលោក K01 មានបិទសិតអីមិនឲ្យបងអូនដើរលេងអីទេឬក៏យ៉ាងម៉េចក៏មានព្រៀនបដៅបន្តទៀតអត់ទេក៏បិទសិតជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរថាដឹកនាំទាំងពីរវីដេអូនេះខ្ញុំសូមផ្ញើជូនទៅ
មកចាស់ពេកដែលធ្វើការបម្រើ K01 នេះសម្ភាសអ្វីក្នុងក្រុមហ៊ុន K01 នេះណានឹងឲ្យខ្ញុំមានជាសំណួរខ្លះតើ K01 បើកគម្រោងហ្នឹងដោយទទួលបញ្ជាពីក្រសួងណាដែរទៀតណានឹងឲ្យទី1តើ K01 ហ្នឹងមានសញ្ញាបត្រអីបញ្ជាក់ប្រាប់គេថាលោកបង្កើតក្រុមបណ្ដុះបណ្ដាលអីមួយនោះទេហ្នឹងហើយតើបណ្ដុះបណ្ដាលហ្នឹងមានការទទួលលុយកាក់អីទេខ្ញុំក៏សុំសួរប៉ុណ្ណឹងណាទៀតណាហ្នឹងហើយជាធម្មតាក្រសួងអប់រំឬក៏ក្រសួងស្អីចេញបញ្ជាក់ឲ្យច្បាស់លាស់បើក្រសួងអប់រំណាគ្រាន់តែយកកូនក្មេងមកវាយឲ្យថតបង្ហោះហ្នឹងណាវាខុសប្រឆាចពីច្បាប់សង្គមបាត់ហើយបាទបើសិនជាមានការទទួលលុយកាក់ពីជួនចូលមករៀនសូត្រនោះរឹតតែខុសតាមទៀតបាទអ្វីក៏ដោយនៅក្នុងសង្គមនីមួយៗវាមានការទទួលខុសត្រូវគ្រប់ជាន់ថ្នាក់របស់សង្គមដូចជាឧទាហរណ៍ថាយើងបើក្រសួងឲ្យមួយអញ្ចឹងវាត្រូវមានអ្នកទទួលខុសត្រូវតាមលំដាប់ថ្នាក់អូខេនោះយើងមានសិទ្ធិនឹងបង្កើតហើយគេនឹងចេញជាក្តារស្នាមឬក៏ជាសញ្ញាបត្រអីមួយឲ្យបញ្ជាក់ថាយើងជាអ្នកទទួលខុសត្រូវក្មេងនឹងបង្រៀនអប់រំរបៀបម៉េចអូខេរឿងការបន្សាបគ្រឿងញៀននោះខ្ញុំមិនជឿថាលោក K01 នោះមានសមត្ថភាពទេបាទអត់មានសមត្ថភាពទេហ្នឹងហើយគ្រាន់ខ្ញុំចង់មានសំណួរតែប៉ុណ្ណឹងទេណាហ្នឹងហើយសូមមេត្តាជួយបញ្យល់ផងតើលោក K01 នេះមានសញ្ញាបត្រខាងអីខ្លះទទួលគម្រោងការពីក្រសួងណាមួយមកនេះសូមបញ្ជាក់ត្រង់ហ្នឹងឲ្យច្បាស់លាស់អូខេដូចខ្ញុំនិយាយខាងដើមបើសិនជា K01 បើកក្រសួងហ្នឹងហើយមានការទទួលលុយកាក់ពីជនចូលរួមមកជួលរួមហ្នឹងគឺបានន័យថាយើងហ្នឹងក៏ប្រព្រឹត្តខុសមួយដែរទី1គឺអត់បងតាក់អីឲ្យទៅរដ្ឋហើយទី2ដែលកំហុសបង្ហាញធ្ងន់នោះគឺយកក្មេងមកព្រានបដៅហើយថតជាវីដេអូបង្ហោះនោះណានោះខុសធ្ងន់ណាស់អូខេពីព្រោះសង្គមគេមិនត្រូវការឲ្យមានការវាយតប់នោះទេអូខេហ្នឹងហើយអូខេខ្ញុំគ្រាន់មានសំណួរប៉ុណ្ណឹងទេទៀតណាហ្នឹងហើយសុខសប្បាយទាំងអស់គ្នា